សូមប្រយ័ត្នក្រលៀនរបស់អ្នកពុំមានបានធានាទេ Boost Strong ញ៉ាំ Boost Strong ឆ្ងាញ់ជាងគេ ពិតដូចមិនពិតមិនពិតដូចពិតពិភពអនឡាញពោពេញដោយការសម្ដែងគាំទ្រផលិតផល Idol ចុះឡើងប្រយ័ត្នខ្ទេចក្រលៀននេះគឺជាសារដាស់តឿនដ៏មានឥទ្ធិពលខណៈដែលថ្មីនេះករណីបោកប្រាស់ដ៏ធំមួយនៅក្នុងវិស័យអាហារបំពន់នៅប្រទេសវៀតណាមបានក្លាយជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងច្បាស់សម្រាប់អ្នកប្រើប្រាស់ក្នុងតំបន់ជាពិសេសនៅក្នុងប្រទេសកម្ពុជាដែលសម្បូរទៅដោយការលក់ដូរផលិតផលសម្រស់អាហារបំពន់រហូតដល់ថ្នាំវេជ្ជសាស្ត្រតាមអនឡាញរឿងជាក់ស្ដែងកាលពីថ្ងៃទី18ខែមករាឆ្នាំ2026ស្នងការដ្ឋាននគរបាលខេត្តឡាវកាយប្រទេសវៀតណាមបានសម្រេចចោទប្រកាន់លោកដាន់ត្រង់ដឿស្ថាបនិកក្រុមហ៊ុន Medistar វៀតណាមពីបទផលិតទំនិញក្លែងក្លាយនិងរំលោភបទបញ្ញត្តិគណនេយ្យធ្ងន់ធ្ងរមុនពេលត្រូវបានចាប់ខ្លួនបុគ្គលរូបនេះបានកសាងរូបភាពជាសក្តិបញ្ញវន្តដែលមានដើមកំណើតពីវិស្វករយោធានិងមានខ្សែសង្វាក់ផលិតកម្មអាហារបំពន់ដែលត្រូវបានអះអាងថាទំនើបបំផុតនាំចូលបច្ចេកវិទ្យាពីអាមេរិកនិងជប៉ុនទោះជាយ៉ាងណាក្រោយពីការចោះឆៃឆេររោងចក្រអាជ្ញាធរវៀតណាមបានរកឃើញការពិតដ៏គួរឲ្យតក់ស្លុតដោយគិតពីចន្លោះឆ្នាំ2012ដល់ឆ្នាំ2025ក្រុមហ៊ុននេះបានបញ្ចេញលក់ទំនិញក្លែងក្លាយដូចជា collagen អាហារបំពន់វីតាមីនសម្រាប់មនុស្សចាស់និងកូនក្មេងបន្លំភ្នែកអ្នកប្រើប្រាស់រាប់រយតោនដោយប្រមូលបានចំណូលជិត 1,800 ប៊ីលានដុងឬប្រហែល70លានដុល្លារងាកមកមើលបរិបទនៅក្នុងប្រទេសកម្ពុជាវិញនិន្នាការនៃការប្រើប្រាស់អាហារបំពន់និងផលិតផលសម្ផស្សតាមរយៈការឡាយលក់របស់បុគ្គលល្បីៗឬអ្នកលក់ហាយសូកំពុងមានការកើនឡើងជាខ្លាំងបុគ្គលទាំងនោះជារឿយៗបានប្រើប្រាស់យុទ្ធសាស្ត្រសាងរូបភាពតាមរយៈការបង្ហាញជីវិតហ៊ឺហាប្រើប្រាស់របស់ brand និងធ្វើសកម្មភាពសប្បុរសធម៌ដើម្បីទាក់ទាញចិត្តនិងសាងទំនុកចិត្តឲ្យអតិថិជនចាត់ទុកពួកគេជា idol បញ្ហានេះបានបង្កើតជាក្តីបារម្ភថានៅពេលដែលអ្នកប្រើប្រាស់កើតក្តីស្រឡាញ់និងជឿជាក់លើបុគ្គលទាំងនោះខ្លាំងពេកពួកគេអាចនឹងធ្វេសប្រហែសក្នុងការត្រួតពិនិត្យគុណភាពពិតប្រាកដនៃផលិតផលដែលអាចប្រឈមទៅនឹងគ្រោះថ្នាក់ដល់សុខភាពដូចជាជំងឺតម្រងនោមឬបញ្ហាសុខភាពរ៉ាំរ៉ៃផ្សេងហើយអីដែលកាន់តែគ្រោះថ្នាក់ទៀតនោះអ្នកខ្លះមិនត្រឹមតែប្រើខ្លួនឯងទេថែមទាំងទិញជូនឪពុកម្ដាយចាស់និងកូនតូចថែមទៀតផងយ៉ាងណាមិញបើក្រឡេកទៅមើលរឿងដែលបានកើតឡើងនៅប្រទេសវៀតណាមវាជាមេរៀននិងជាសារដាស់ស្មារតីអ្នកប្រើប្រាស់មិនគួរសម្រេចចិត្តទិញផលិតផលណាមួយត្រឹមតែដោយសារតែការជឿជាក់លើរូបភាពសម្ដែងឬភាពល្បីល្បាញរបស់អ្នកលក់នោះឡើយវិជ្ជាជីវៈនិងក្រមសីលធម៌នៃការលក់ត្រូវតែដើរទន្ទឹមនឹងគុណភាពពិតក្នុងនាមជាអ្នកប្រើប្រាស់ដ៏ឆ្លាតវៃយើងត្រូវ 1. ពិនិត្យលេខបញ្ជីការនិងការអនុញ្ញាតពីក្រសួងសុខាភិបាលឲ្យបានហ្មត់ចត់ 2. កុំជឿលើការផ្សាយបំភ្លើសដែលថាប្រើភ្លាមសភ្លាមប្រើភ្លាមស្អាតផ្លែតឬព្យាបាលបានគ្រប់មុខ 3. ចងចាំថាសម្បកក្រៅដ៏ស្រស់ស្អាតលើអនឡាញមិនមែនជាការធានានៅសុវត្ថិភាពសម្រាប់សរីរាង្គខាងក្នុងរបស់អ្នកឡើយជាឧទាហរណ៍ជាក់ស្ដែងចំនួនអ្នកខូចក្រលៀនមានការកើនឡើងគួរឲ្យកត់សម្គាល់ហើយតែឈានដល់ដំណាក់កាលលាងឈាមហើយគឺគ្មានថ្ងៃស្ដាយក្រោយឬអាចបកក្រោយបានទេខ្ញុំបាទណារ៉ាពីកម្មវិធី Hoxberg